จะប្រិយម្នាក់ស្ដាប់ជាទីមេត្រីជាប្រិយមិត្តកំពុងស្ដាប់កម្មវិធីសុខភាពស្ត្រីដែលកម្មវិធីយើងទទួលបានការឧបត្ថម្ភពីសម្លេងអនាម័យ Bamboo ចាដែលកម្មវិធីយើងបានការអញ្ជើញចូលរួមពីលោកស្រីលីដាលោកស្រីនឹងបកស្រាយនៅរាល់សំណួររបស់ប្រិយមិត្តចាហើយមួយទៀតខ្ញុំឆ្ងល់អ្នកសម្រាប់កូនហើយមួយគេស្លៀកខ្ញុំឆ្ងល់ដោយសារខ្ញុំបងថាខ្ញុំបញ្ញាកូនទៅទិញខោទំនោមហើយខ្ញុំប្រាប់គាត់ថាអាហ្នឹងមិនដូចគ្នានឹងសម្លេងអញ្ចឹងតែគាត់ទៅពេទ្យឲ្យប្រើនឹងដែរខ្ញុំឆ្ងល់អញ្ចឹងណាបងចាខ្ញុំទិញថ្ងៃគាត់ទិញBambooទៅតែដល់ខ្ញុំអត់គាត់ទៅពេទ្យទៅពេលអត់ថាអីហងគាត់សម្រាប់កូនណាគាត់ស្លៀកអាខោទំនោមហ្នឹងអញ្ចឹងណាខ្ញុំឆ្ងល់ថាវាដូចគ្នាអត់ចាខោទំនោមហើយនឹងសម្លេងចាសំណួររបស់គាត់មួយទៀតតកតងទៅនឹងស្ត្រីដែលគាត់សម្រាលកូនហើយការប្រើប្រាស់សម្លេងអនាម័យដូចទៅនឹងខោទឹកនោមនោះដែរទេចាខុសគ្នាពីព្រោះខោទឹកនោមដែលជ្រើសយកការប្រើប្រាស់ខោទឹកនោមតលតែអ្នកជំងឺនឹងងើបតែបត់ជើងខ្លួនឯងកើតជាជំរើសចុងក្រោយដែលត្រូវប្រើប្រាស់ហើយដូចក្មេងដែលកើតមកយើងត្រូវប្រើប្រាស់ខោទឹកនោមហ្នឹងដោយសារតែគាត់ងើបទៅបត់ជើងខ្លួនឯងអត់បានដែលយើងប្រើប្រាស់ខោទឹកនោមហ្នឹងឬក៏តាក់ទងទៅនឹងឈាមរដូវព្រោះបើឈាមរដូវគេអត់ដែលប្រើប្រាស់ខោទឹកនោមយកទៅទំនាប់ជាមួយឈាមរដូវទេចាព្រោះខុសគ្នាមួយគឺប្រើប្រាស់សម្រាប់ជ្រាបយកទឹកនោមមួយទៀតគឺប្រើប្រាស់សម្រាប់ជ្រាបទាញយកកាកសំណល់ឈាមរដូវរបស់ស្ត្រីអញ្ចឹងការប្រើប្រាស់គឺខុសគ្នាហើយការប្រើប្រាស់ខោទឹកនោមទៀតនោះយើងត្រូវមើលដឹងថាតើខោទឹកនោមនឹងផលិតពីអីព្រោះសរីរាង្គស្បូនរបស់ស្ត្រីនឹងងាយប្រឈមណាស់នៅពេលដែលស្បូនអត់ទាន់បិទភ្ជិតទៅជាពិសេសនៅពេលដែលគាត់សម្រាលហើយហ្នឹងគឺស្បូនអត់ទាន់ជាសះទេយើងនិយាយថាវាមានការដាច់ដោតវាមានការរហែកស្នាមនៅនឹងខាងក្នុងផងខាងក្រៅផងនៃសរីរាង្គស្បូនរបស់ស្ត្រីហ្នឹងហើយវាអត់ទាន់សះចិត្តទៅវិញអញ្ចឹងវាអាចស្បូនកំពុងតែមានរបួសហ្នឹងវាអាចមានហូរឈាមតិចៗដែលឈាមហ្នឹងលាយឡំជាមួយនឹងឈាមពីខាងក្នុងមកតែវាមិនមែនជាឈាមរដូវទេគឺជាកាកសំណល់ដែលស្បូនហ្នឹងអត់ទាន់រុញមកអស់បន្ទាប់ពីសម្រាលកូនហើយចាអញ្ចឹងវាអាចនៅមានការធ្លាក់ឈាមតិចក្នុងប្រហែលជាមួយសប្តាហ៍ទៅ2សប្តាហ៍សម្រាប់ស្ត្រីដែលសម្រាលកូនហើយអញ្ចឹងហើយបានគេទាមទារឲ្យប្រើប្រាស់សម្លេងអនាម័យអត់ប្រើប្រាស់ខោទឹកនោមទេចាហើយការជ្រើសរើសប្រើប្រាស់សម្លេងអនាម័យនោះទៀតសោតក៏ត្រូវមើលថាតើសម្លេងអនាម័យនឹងមានលទ្ធភាពនឹងការផ្សំឡើងនៃវត្ថុធាតុដើមនឹងធ្វើពីអីខ្លះចាព្រោះបើសិនជាយើងជ្រើសរើសប្រើប្រាស់ខុសដោយដែលយើងឃើញថាអ្នកដែលប្រើប្រាស់ដំបូងអត់ទាន់ដឹងថាបញ្ហាស្បូនរបស់ស្ត្រីកើតឡើងពីការប្រើប្រាស់សម្លេងអនាម័យទេនៅពេលដែលដល់ចំណុចមួយពេលវេលាមួយដែលដឹងថាខ្លួនឯងមានបញ្ហាហើយវាសឹងតែចូលដល់ករណីហួសពេលចាអញ្ចឹងវាចាប់ផ្ដើមកើតមានបញ្ហាបន្តិចម្ដងនៅពេលដែលសម្លេងប្រើប្រាស់ហ្នឹងយើងអត់បានជ្រើសរើសយកគុណភាពល្អសម្លេងហ្នឹងគ្មានសមត្ថភាពក្នុងការកម្ចាត់មេរោគឬក៏បាក់តេរីជាពិសេសវាគ្មានលទ្ធភាពក្នុងការជួសជុលបញ្ហាដែលកើតមានព្រោះយើងត្រូវដឹងថាសរីរាង្គស្បូនរបស់ស្ត្រីហ្នឹងគឺមានលទ្ធភាពក្នុងការព្យាបាលបានដោយខ្លួនឯងការព្យាបាលបានដោយខ្លួនឯងហ្នឹងតើតែម្ចាស់រាងកាយហ្នឹងចេះថែទាំផងចាអញ្ចឹងមើលយើងឃើញថាពេលដែលសម្រាលកូនហើយគេអត់ឲ្យញ៉ាំថ្នាំច្រើនទេចាគេឲ្យញ៉ាំថ្នាំផ្សះក្នុងកំណត់ថាប្រហែលថ្ងៃឬក៏ប្រហែលគ្រាប់គេឲ្យថែទាំខ្លួនកុំឲ្យមានការកើននៃកម្ដៅនៅក្នុងខ្លួនហើយនៅពេលគ្រប់ពេលបានន័យថាគ្រប់ចំនួនរយៈពេលណាមួយហ្នឹងគឺស្បូនយើងសះដោយខ្លួនឯងចាអញ្ចឹងនៅពេលដែលស្បូនយើងមានលទ្ធភាពព្យាបាលសះដោយខ្លួនឯងយើងទៅជួយថែទាំពីខាងក្រៅការរុញច្រានឈាមដែលជាកាកសំណល់បន្ទាប់ពីសម្រាលហើយហ្នឹងគឺជារឿងស្បូនដែលត្រូវធ្វើក្នុងរយៈពេលប្រហែលជា1ខែទៅ2ខែ4ទៅ8សប្តាហ៍ហើយបើសិនជាមានការធ្លាក់ឈាមលើសពី4សប្តាហ៍អានោះគឺជារឿងបញ្ហាមួយយើងអាចថាសរីរាង្គផ្នែកខាងក្នុងនៃស្បូនហ្នឹងវាអត់ជាសះល្អចាអាហ្នឹងហើយដែលយើងត្រូវប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់លាងសម្អាតតាំងពីទឹកប្រើប្រាស់តាំងពីជ្រើសរើសសម្លេងអនាម័យក្នុងការប្រើប្រាស់ហើយតាមការពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំដែរតកតងទៅនឹងស្ត្រីដែលសម្រាលកូនហើយគឺយើងឲ្យប្រើប្រាស់សម្លេងធម្មតានិងសម្លេងអនាម័យ Bamboo ចាអញ្ចឹងការប្រើអ្នកដែលបានប្រើប្រាស់សម្លេងអនាម័យ Bamboo ឃើញថាការជាសះរបស់គាត់ឆាប់ហើយបំបត្តិនៅបញ្ហាឈឺចាប់បានច្រើនចាដោយសារតែសតបទី2នៃសម្លេងអនាម័យ Bamboo ហ្នឹងវាមានភ្ជាប់យើងហៅថាជាបន្ទះពណ៌បៃតងយើងហៅថាជាអានយ៉ុងចាបន្ទះពណ៌បៃតងនេះគឺមានលទ្ធភាពក្នុងការព្យាបាលហើយមិនមែនមានន័យថាសម្លេងហ្នឹងបានដាក់ថ្នាំឬក៏បន្ថែមនៅសារជាតិអីដើម្បីព្យាបាលទេគឺសមាសធាតុដែលគេ
ធ្វើឡើងដែលគេផលិតឡើងហ្នឹងគឺតម្រូវឲ្យសរីរាង្គស្បូននេះព្យាយាមនិងព្យាបាលបានដោយខ្លួនឯងតាមការយើងជំរុញឲ្យមានខ្យល់ចេញចូលនឹងគឺជាសមាសធាតុខ្យល់ចាដែលបានមកហើយខ្យល់ដែលយើងបានមកហ្នឹងវាមិនមែនមានអុកស៊ីហ្សែនគ្រប់ទេអញ្ចឹងវាត្រូវបំលែងពីខ្យល់ហ្នឹងឲ្យคล้ายទៅជាអុកស៊ីហ្សែនតាមរយៈការលាយផ្សំជាមួយនឹងកម្ដៅលាយផ្សំជាមួយនឹងទឹកអញ្ចឹងសមាសធាតុ3ដែលគេផលិតឡើងហ្នឹងដែលគ្មានបន្ថែមសារជាតិគីមីឬក៏សារជាតិម៉ុងតុលឬក៏សារជាតិថ្នាំអ្វីទាំងអស់គឺគេធ្វើឡើងតាមរូបមន្ត3គឺខ្យល់ដែលបានមកពីរុនតូចដែលអាចខ្យល់នឹងជ្រាបចូលទៅបានហើយគូបផ្សំជាមួយនឹងកម្ដៅដែលចេញពីស្បូនរបស់ស្ត្រីនិងទឹកហ្នឹងដូចជាអ្នកដែលមានបញ្ហាធ្លាក់សទឹករំអិលបញ្ចេញមកហើយជាពិសេសអ្នកដែលកំពុងតែមានការធ្លាក់ឈាមហ្នឹងគឺមានលាយទឹកឯងអញ្ចឹងលបាយសមាសធាតុទាំង3នេះជំរុញឲ្យកោសិកានៅតំបន់ស្បូនរបស់ស្ត្រីហ្នឹងជួសជុលបានដោយខ្លួនឯងចាអញ្ចឹងអាហ្នឹងហើយដែលយើងហៅថាលទ្ធភាពឬក៏សមត្ថភាពនៃសារធាតុអាញ៉ុងឬក៏អុកស៊ីហ្សែនដែលជំរុញឲ្យស្បូននេះជួសជុលព្យាបាលបានដោយខ្លួនឯងអញ្ចឹងបើសិនជាការប្រើប្រាស់ខោទឹកនោមហ្នឹងបើតាមពិតទៅពេទ្យក៏អត់មានណែនាំឲ្យប្រើប្រាស់ខោទឹកនោមទេជួនកាលអាចសម័យខ្លួនឯងហ្នឹងនឹកឃើញទៅខ្ជិលងើបធ្នោមពិបាកក្នុងការងើបក្នុងការដើរហើយគួបផ្សំជាមួយនឹងឈាមហ្នឹងចេះតែធ្លាក់មកតិចផងគឺត្រូវបង្ខំចិត្តឲ្យជ្រើសរើសខោទឹកនោមប្រើប្រាស់អញ្ចឹងការប្រើប្រាស់ខោទឹកនោមហើយនឹងសម្លីអនាម័យបន្ទាប់ពីសម្រាលកូនហើយហ្នឹងគឺស្ត្រីគួរតែប្រើសម្លីអនាម័យនោះទើបត្រឹមត្រូវទៅតាមគោលការណ៍សុខភាពស្បូនជៀសវាងការប្រើប្រាស់ខោទឹកនោមដែលបណ្ដាលឲ្យទៅជាមានបញ្ហា allergy ដែលបណ្ដាលឲ្យទៅជាខោទឹកនោមនឹងរឹតតឹងខ្លាំងពេកព្រោះស្បូនយើងអត់ទាន់បាត់ហើមទេកាលណាយើងស្លៀកហប់ឬក៏រឹបឬក៏តឹងគ្មានខ្យល់ចេញចូលវាបណ្ដាលឲ្យទៅជាមានបញ្ហាផ្សេងទៅខាងផ្នែកខាងក្នុងនៃសរីរាង្គស្បូន ចាអរគុណច្រើនលោកស្រីចា